សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿងប្រយុទ្ធកម្មមេឃាដែលជាភាគទី205ឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ក្នុងពិធីឱសថគឺជាពិធីសំខាន់បំផុតរបស់តកូយ៉ាវទោះអ្នករៀបចំពិធីឱសថគឺជាតកូយ៉ាវក៏ដោយតែអ្នកចូលរួមមិនមែនតែសមាជិកតកូយ៉ាវនោះទេគឺមានអ្នកហ្វឹកហាត់កម្រិតកំពូលមកពីទូទាំងទ្វីបផងដែរចំពោះតកូយ៉ាវពិធីឱសថគឺបង្ហាញឲ្យឃើញនៅមូលដ្ឋានគ្រឹះរាប់ពាន់ឆ្នាំវាទាក់ទងទៅនឹងកេរដំណែលនិងកិត្តិយសចំពោះអ្នកចម្រាញ់ថ្នាំទូទៅវាគឺជាសង្វៀនប្រកួតសមត្ថភាពដ៏ខ្ពង់ខ្ពស់ហើយក៏ជាឱកាសសម្រាប់បំបែកដែនកំណត់របស់ខ្លួនឯងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនត្រឹមតែអាចមើលឃើញដោយផ្ទាល់ភ្នែកនៅការចម្រាញ់ថ្នាំដ៏អស្ចារ្យរបស់ត្រកូលយ៉ាវប៉ុណ្ណោះទេថែមទាំងអាចឃើញអ្នកចម្រាញ់ថ្នាំលេខ1នៅក្នុងទ្វីបទៀតផងដើមសាច់រឿងមកសៀវយាននិងព្រឹទ្ធាចារ្យយ៉ាវឈិនកំពុងធ្វើការតាំងសមាធិសៀវយានឃើញថាគ្រូរបស់គាត់មានចិត្តមិននឹងនៅតតែសោះដោយសារព្រឹទ្ធាចារ្យយ៉ាវឈិនគាត់នឹកទៅដល់អតីតកាលកាលពីគាត់នៅពីក្មេងពេលនោះគាត់ធ្វើការចម្រាញ់ថ្នាំគ្រាប់មើលទៅមានការលំបាកយ៉ាងខ្លាំងពេលនោះឪពុករបស់យ៉ាវឈិនគាត់បាននិយាយទៅកាន់យ៉ាវឈិនថាឈិនផ្លូវនៃការចម្រាញ់ថ្នាំគឺទៅរក្សាចិត្តឲ្យស្ងប់បើចិត្តក្តៅភ្លើងក៏នឹងរោរាលធ្វើឲ្យចិត្តស្ងប់ប្រើចិត្តដឹកនាំភ្លើងនៅក្នុងដៃរបស់ឯងឲ្យលាយឡំជាមួយនឹងឱសថបន្ទាប់មកពេលនោះគាត់ក៏បាននឹកទៅដល់រឿងមួយទៀតនៅឯសាលដូនតាយ៉ាវវ៉ាងគួយបាននិយាយថាមេគ្រួសារមិនទុកមនុស្សឥតប្រយោជន៍នោះទេយ៉ាវឈិនឯងនឹកសោយពេកហើយយ៉ាវឈិនក៏បាននិយាយថាពុកម៉ែកូនយ៉ាវឈិនសូមស្បត់នៅទីនេះកូននឹងសម្រេចបំណងប្រាថ្នារបស់អ្នកទាំងពីរឲ្យបានពេលនោះគាត់បានប្រាប់ទៅកាន់ព្រឹទ្ធាចារ្យយ៉ាវវ៉ាងគួយថាលោកព្រឹទ្ធាចារ្យវ៉ាន់គួយខ្ញុំត្រូវបានគេមកបង្កាច់ទេហើយព្រឹទ្ធាចារ្យយ៉ាវវ៉ាន់គួយក៏បាននិយាយតបថាត្រឹមជាសម្រាមដែលគ្មានប្រយោជន៍ហ៊ានមកបង្កាច់សមាជិកតកូយើងផងហេចាប់ពីថ្ងៃនេះទៅយើងសុំដេញយ៉ាវឈិនចេញពីតកូយ៉ាវចាប់ពីពេលនេះទៅកុំមកជន់តកូយ៉ាវទៀតឲ្យសោះហើយពេលនោះព្រឹទ្ធាចារ្យយ៉ាវឈិនក៏បានភ្ញាក់នឹងខ្លួនឡើងវិញសៀវយានឃើញដូច្នោះគាត់ក៏បានសួរថាលោកគ្រូមិនអីទេមែនទេបន្ទាប់ពីធ្វើដំណើរយ៉ាងយូរសៀវយាននិងយ៉ាវឈិនបានធ្វើដំណើរមកដល់ទីតាំងរបស់ទឹកដីតកូយ៉ាវហើយដែលនៅទីនោះមានទេសភាពស្រស់ស្អាតយ៉ាងខ្លាំងមានទឹកមានភ្នំសម្បូរទៅដោយរុក្ខជាតិថ្នាំផ្សេងៗពេលនោះសៀវយានក៏បានសរសើរថាតកូយ៉ាវនេះមានទីតាំងល្អមែនមិនចម្លែកទេដែលពួកគេអាចបណ្ដុះបណ្ដាលអ្នកចម្រាញ់ថ្នាំថ្នាក់កំពូលបានយ៉ាវឈិនក៏បានតបមកវិញថាមែនហើយនោះគឺជាកសិករដែលធ្វើការឲ្យតកូយ៉ាវមកជាច្រើនជំនាន់មកហើយបន្ទាប់មកក្មេងៗបានឃើញពួកគេក៏ធ្វើដៃបក់រាក់ទាក់ពេលនោះมันមានត្រឹមតែទុករបស់សៀវយាននោះទេមានភ្ញៀវកិត្តិយសមកពីគ្រួសារផ្សេងៗជាច្រើនក៏បានចូលរួមក្នុងកម្មវិធីនេះដែរសៀវយានក៏បាននិយាយថាមានវត្តមានធំដុំបែបនេះសុទ្ធតែមកចូលរួមក្នុងពិធីឱសថមែនទេយ៉ាវឈិនក៏បានប្រាប់មកវិញថាពិធីឱសថគឺជាកម្មវិធីធំបំផុតរបស់តកូយ៉ាវនៅក្នុងនេះតកូនឹងបើកតំបន់ធំៗសម្រាប់អ្នកហ្វឹកហាត់កម្រិតខ្ពស់អ្នកចម្រាញ់ថ្នាំជាច្រើនប្រាថ្នាចង់មកទីនេះណាស់ដូច្នេះហើយទើបតកូយ៉ាវគឺអ៊ូអរខ្លាំងណាស់បន្ទាប់ពីធ្វើដំណើរយ៉ាងយូរទីបំផុតពួកគេក៏បានមកដល់ច្រកទ្វារចូលទៅកាន់តកូយ៉ាវនៅទីនោះមានមនុស្សមកច្រើនកកកព្រឹទ្ធាចារ្យចាស់ម្នាក់បាននិយាយថាមិនខាតពេលទេដែលខ្ញុំខំធ្វើដំណើរទាំងយប់ទាំងថ្ងៃទីបំផុតក៏ទាន់ពេលដែរប៉ុន្តែគាត់ត្រូវបានអ្នកយាមទ្វារបណ្ដេញគាត់ចេញមកវិញដោយសារពួកគេរាក់ទាក់តែជាមួយអ្នកមានឋានៈខ្ពស់តែប៉ុណ្ណោះចំណែកឯអ្នកមានកម្រិតទាបត្រូវបានគេបណ្ដេញចេញមកវិញសៀវយានឃើញដូច្នោះគាត់ក៏បានជួយរើសលិខិតឲ្យព្រឹទ្ធាចារ្យនោះវិញសៀវយានបានរអ៊ូថាពួកគេសុទ្ធតែជាភ្ញៀវដែលបានអញ្ជើញមកបែរជាត្រូវគេបែងចែកឋានៈទៅវិញយ៉ាវឈិនឃើញដូច្នោះគាត់ក៏បានដកដង្ហើមធំមិននឹកស្មានថាតកូយ៉ាវនៅតែមានភាពក្អឺតក្តូមដដែលសៀវយានបានដើរចូលទៅក្នុងប៉ុន្តែទៅអ្នកយាមទ្វារហាមឃាត់សៀវយានបានបញ្ចេញនូវចំហាយកម្លាំងធាតុធ្វើឲ្យគេភ័យហើយសៀវយានបាននិយាយថាគ្រូរបស់យើងគឺជាមេដឹកនាំសម្ព័ន្ធវិមានមេឃាឈ្មោះយ៉ាវឈិនមកតាមការអញ្ជើញចូលរួមពិធីឱសថឮដូច្នោះមនុស្សម្នានៅទីនោះបានសរសើរថានេះមិនមែនជាសៀវយានដែលប្រយុទ្ធឈ្នះមេសាបល្លឹងនោះទេមិននឹកស្មានថាយ៉ាវឈិនត្រូវបានតកូលបណ្ដេញចេញហើយអាចកសាងខ្លួនពីបាតដៃទទេក្លាយជាមេដឹកនាំសម្ព័ន្ធដ៏ធំនេះបានសោះថែមទាំងមានកូនសិស្សដែលមានកម្លាំងខ្លាំងក្លាដល់ថ្នាក់នេះទៀត
ពិតជាមិនធម្មតាមែនពេលនោះអ្នកយាមទ្វារបានអញ្ជើញអ្នកទាំងពីរចូលទៅតំបន់ខាងក្នុងគ្រូនិងសិស្សពួកគេបានចូលទៅតំបន់ខាងក្នុងដែលកន្លែងនោះមានទេសភាពស្រស់ស្អាតមិនចាញ់ពីមានផ្កាយធ្លាក់ប៉ុន្មានទេសៀវយាននិងយ៉ាវឈិនបានចូលទៅក្នុងផ្សារថ្នាំរបស់គ្រួសារតកូយ៉ាវតែពេលហ្នឹងយ៉ាវវ៉ាងគួយក៏បានមកដល់ទីកន្លែងនេះដែរក៏ប្រទះឃើញយ៉ាវឈិនមកទីនេះហើយគេក៏បាននិយាយថាយ៉ាវឈិនមិននឹកស្មានថាអ្នកបង្កបញ្ហានៅមុខខ្លោងទ្វារតកូយ៉ាវយើងគឺជាពួកឯងនេះសោះមនុស្សដែលត្រូវបានតកូមិនដេញចេញដូចជាឯងនៅមានមុខមកទីនេះទៀតហ៎បន្ទាប់មកគ្នារបស់គេបានមើលងាយទិដងទៅកាន់ព្រឹទ្ធាចារ្យយ៉ាវឈិនពេលនោះធ្វើឲ្យកំហឹងរបស់សៀវយានកើនឡើងព្រោះការអត់ធ្មត់របស់គាត់គឺមានដែនកំណត់សៀវយានបាននិយាយថាលោកគ្រូទុកឲ្យសិស្សចោះហើយយ៉ាវវ៉ាងគួយក៏បានឌឺដងថាមនុស្សដែលគេបណ្ដេញចេញគឺគ្មានសិទ្ធិសរសេរឈ្មោះលើផ្ទាំងថ្មរបស់គ្រួសារឡើយយ៉ាវឈិនឯងកុំស្រមើស្រមៃពេកអីពេលនោះគ្នារបស់គេក៏បានឌឺដងទៅកាន់ព្រឹទ្ធាចារ្យយ៉ាវឈិនម្ដងទៀតសៀវយានបាននិយាយថានិយាយអស់ហើយឬនៅខណៈនោះសៀវយានបានប្រើថាមពលសង្កត់រួចក៏ស្ទុះទៅជាន់ក្បាលរបស់គេខ្ទប់ទៅនឹងដីឃើញដូច្នោះព្រឹទ្ធាចារ្យយ៉ាវវ៉ាងគួយបាននិយាយថាអាយានឯងថ្លើមធំពេកហើយនេះគឺជាទឹកដីតកូយ៉ាវរបស់យើងហើយសៀវយានបានឌឺមកវិញថាទឹកដីតកូយ៉ាវហើយវាយ៉ាងម៉េចទៅរួចគេក៏បានស្ទុះទៅវាយប្រហារសៀវយានតែត្រូវសៀវយានប្រើជំហានរន្ទះដកថយមកក្រោយវិញយ៉ាវវ៉ាងគួយបាននិយាយថាល្អណាស់អាល្អិតគួរស្អប់មែនសៀវយានកុំគិតថាឯងមានសម្ព័ន្ធវាមានមេឃានៅពីក្រោយហើយមានសិទ្ធិប្រឈមមុខនឹងតកូយ៉ាវរបស់យើងមែនទេពេលដែលយើងដើរហោះហើរពេញទ្វីបឯងវិញមិនដឹងថានៅជ្រុងណាទេកងការពារពួកឯងឆាប់ចូលទៅចាប់វាភ្លាមទៅហើយពួកគេក៏បានស្ទុះទៅចូលទៅចាប់សៀវយានតែត្រូវសៀវយានប្រើថាមពលឲ្យពួកគេខ្ទាតចេញមកវិញបន្ទាប់មកយ៉ាវវ៉ាងគួយបានបញ្ចេញថាមពលយ៉ាងខ្មួខ្មាញ់សៀវយានឃើញដូច្នោះគាត់ក៏មិនចាំយូរដែរក៏បានបើកនៅថាមពលរបស់គាត់ដូចគ្នាធ្វើឲ្យព្រឹទ្ធាចារ្យយ៉ាវវ៉ាងគួយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងយ៉ាវវ៉ាងគួយបាននិយាយថាកម្រិតទី11ផ្កាយ5ហ៎អាចទៅរួចបានយ៉ាងម៉េចទៅសៀវយានបានដើរទៅរកគេតែពេលហ្នឹងព្រឹទ្ធាចារ្យប៉ុន្មាននាក់ក៏បានចូលមកបញ្ឈប់សៀវយានយ៉ាវវ៉ាងគួយបាននិយាយថាព្រឹទ្ធាចារ្យទាំងអស់គ្នាពួកលោកមកដល់ទាន់ពេលល្អណាស់សៀវយាននេះក្រអឺតក្រទមបង្កបញ្ហាហើយទាំងវាយសមាជិកគ្រួសាររបស់យើងទៀតប្រញាប់ចាប់ខ្លួនវាទៅព្រឹទ្ធាចារ្យម្នាក់បាននិយាយថាសៀវយានជាសមាជិកតកូសៀវនោះមែនទេសៀវយានពីមុនតកូរបស់ឯងក៏មានទំនាក់ទំនងល្អជាមួយតកូយ៉ាវរបស់យើងដែរអ្វីដែលធ្វើនៅថ្ងៃនេះគឺហួសហេតុពេកហើយសៀវយានក៏តបមកវិញអ្នកដែលគោរពគេនឹងគោរពវិញអ្នកដែលជេរប្រមាថគេនឹងជេរប្រមាថវិញយ៉ាវវ៉ាន់គួយពេលខ្លះមាត់របស់លោកទុកញ៉ាំមាន់ទៅល្អជាងសៀវយានក៏បាននិយាយថាឆាប់សុំទោសលោកគ្រូយើងទៅព្រឹទ្ធាចារ្យម្នាក់នោះក៏បាននិយាយថាសៀវយានរឿងនេះព្រឹទ្ធាចារ្យវ៉ាន់គួយប្រហែលជាមានកំហុសខ្លះប៉ុន្តែឯងក៏ធ្វើឲ្យមនុស្សរបស់យើងមានរបួសច្រើនដែរចំនួននេះគួរតែបញ្ចប់បានហើយសៀវយានក៏បាននិយាយថាបើគេមិនសុំទោសអញ្ចឹងខ្ញុំនឹងវាយគេរហូតដល់គេព្រមទទួលយកកំហុសព្រឹទ្ធាចារ្យនោះក៏បាននិយាយថាសៀវយានឯងកុំក្អេងកាងពេករួចពួកគេក៏បានស្ទុះទៅកាន់សៀវយានពេលនោះសៀវយានបានបញ្ចេញអាល្អិតយីចេញមកព្រុសភ្លើងទៅកាន់ព្រឹទ្ធាចារ្យទាំងអស់នោះឲ្យពួកគេខ្ទាតចេញមកក្រោយវិញរួចពួកគេបាននិយាយថាអណ្ដាតភ្លើងការឈប់មិនសុទ្ធអរិយពេលនោះស្រាប់តែមានចំហាយថាមពលមួយបានផ្ទុះឡើងចេញមកមានព្រឹទ្ធាចារ្យសក់ក្រហមម្នាក់បានដើរចេញមកគាត់មានឈ្មោះថាព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរបាននិយាយថាអាប្អូនយានទីនេះគឺជាទឹកដីតកូយ៉ាវពេលនោះព្រឹទ្ធាចារ្យយ៉ាវវ៉ាន់គួយបាននិយាយថាអាយានឯងគិតថាយើងខ្លាចឯងមែនទេថ្ងៃនេះយើងនឹងសម្លាប់ឯងរួចហើយគេក៏បានបើកក្បួនបញ្ចេញនូវវល្លិឈើជាច្រើនប្រមូលផ្ដុំទៅជាបាតដៃដ៏ធំមួយទោះបីជាព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរឲ្យគេបញ្ឈប់ក៏ដោយក៏គេមិនស្ដាប់ដែរហើយក៏បានបញ្ចេញនូវបច្ចេកទេសបាតដៃមរណៈដើម្បីទៅចាត់ការសៀវយានឃើញដូច្នោះគាត់ក៏បានប្រើម្រាមដៃអាគីដើម្បីទៅទប់ទល់រួចហើយក៏បំបែកបាតដៃនោះខ្ទេចខ្ទីរួចក៏ស្ទុះទៅច្រវាច់ករបស់គេទប់ទៅនឹងលំហពេញមួយទំហឹងឃើញដូច្នេះព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួរបាននិយាយថាសៀវយានឆាប់បញ្ឈប់ទៅរួចហើយគាត់ក៏បានបញ្ចេញនូវលំពែងដ៏ធំមួយដើម្បីទៅទប់ទល់ជាមួយនឹងសៀវយានរួចហើយសៀវយានក៏បានដកនៅអាយ៉ងកម្រិតទី6ដើម្បីទៅទប់ទល់វិញធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើលនឹងសមត្ថភាពសៀវយាន
សូម្បីតែព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរក៏ស៊ីយៀនអាចទប់ទល់បានដែរពិតជាមិនធម្មតាមែនស៊ីយៀនបាននិយាយថាសុំទោសលោកគ្រូយើងទៅព្រឹទ្ធាចារ្យយ៉ាន់ហួរនិយាយថាស៊ីយៀនទីនេះគឺជាតកូយ៉ាវស៊ីយៀនបាននិយាយមកវិញថាព្រឹទ្ធាចារ្យលើកនេះខ្ញុំមកតកូយ៉ាវមិនមែនចង់មកបង្កបញ្ហាទេប៉ុន្តែអ្នកដែលបានប្រមាថគ្រូរបស់ខ្ញុំមិនបញ្ចប់ដោយត្រឹមនឹងឡើយយ៉ាវវ៉ាន់គួយគេនៅតែក្អឺតក្ទោមគេក៏បាននិយាយថាព្រឹទ្ធាចារ្យវ៉ាន់ហួរស៊ីយាននេះសម្លាប់មនុស្សរបស់ខ្ញុំនៅលើទឹកដីរបស់ខ្ញុំប្រញាប់ចាប់វាឲ្យបានទៅព្រឹទ្ធាចារ្យវ៉ាន់ហួរបានតបមកវិញថាបានហើយយើងដឹងតែត្រូវធ្វើបែបណាហើយស៊ីយានឯងមកតកូយ៉ាវរបស់ខ្ញុំមិនមែនគ្រាន់តែមកមានរឿងជាមួយយ៉ាវវ៉ាន់គួយទេមែនទេតែស៊ីយាននៅតែនិយាយដដែលថាយើងនិយាយជាលើកចុងក្រោយហើយឆាប់សុំទោសលោកគ្រូយើងភ្លាមទៅព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរបាននិយាយថាស៊ីយានរឿងថ្ងៃនេះគឺជាថ្ងៃសំខាន់របស់តកូយ៉ាវសូមទុកមុខឲ្យតកូរបស់យើងផងលើកលែងឲ្យគេម្ដងទៅបានទេឃើញដូច្នេះហើយព្រឹទ្ធាចារ្យយ៉ាវឈិនក៏បាននិយាយទៅកាន់ស៊ីយានថាព្រឹទ្ធាចារ្យវ៉ាន់ហួរបានចេញមុខដោយផ្ទាល់ហើយបើនៅតែរឹងរូសទៀតហាក់បីដូចជាយើងមានចិត្តចង្អៀតចង្អល់ពេកហើយស៊ីយានពេលនោះស៊ីយានក៏បានដោះលែងព្រឹទ្ធាចារ្យយ៉ាវ៉ាន់គួយទៅស៊ីយានបាននិយាយថាព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួរពួកយើងមកលើកនេះតំណាងឲ្យសម្ព័ន្ធវិមានមេឃាទាំងមូលមកតាមការអញ្ជើញចូលរួមក្នុងពិធីដ៏ធំនេះគ្រូរបស់ខ្ញុំគឺជាមេដឹកនាំសម្ព័ន្ធមិនមែនជាអ្នកក្រៅផ្សេងទេសង្ឃឹមថាព្រឹទ្ធាចារ្យដែលអាងខ្លួនមានឋានៈខ្ពង់ខ្ពស់ទាំងនោះកុំអួតអាងខ្លាំងពេកទោះសម្ព័ន្ធវិមានមេឃារបស់ខ្ញុំទើបតែបង្កើតឡើងក៏ដោយក៏មិនមែនឲ្យអ្នកណាមកបង្កបញ្ហាតាមចិត្តបានដែរព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួយបាននិយាយថាព្រឹទ្ធាចារ្យវ៉ាន់គួយមានចរិតឆេវឆាវទើបប្រមាថដល់អ្នកទាំងពីររឿងនេះថ្ងៃក្រោយខ្ញុំមិនឲ្យមានរឿងកើតឡើងបែបនេះទៀតឡើយចំណែកឯទាំងនោះមិនចេះគោរពភ្ញៀវនឹងត្រូវបណ្តេញចេញពីតកូយ៉ាវរយៈពេល10ឆ្នាំឆាប់នាំពួកគេទៅភ្លាមទៅម្ចាស់សម្ព័ន្ធលោកប្អូនស៊ីវៀនសង្ឃឹមថាការដាក់ទោសនេះអាចប៉ះបើកំហុសឆ្គងដែលតកូរបស់ខ្ញុំប្រមាថដល់ភ្ញៀវទៅចោះឮដូច្នោះហើយស៊ីវៀនបាននិយាយថាភាពយុត្តិធម៌របស់ព្រឹទ្ធាចារ្យវ៉ាន់ហួរខ្ញុំស៊ីវៀនសូមសរសើរទៅចុះពេលនោះព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួរបាននិយាយថាដល់ពេលដែលខ្ញុំត្រូវអញ្ជើញអ្នកទាំងអស់គ្នាទៅកំពូលភ្នំហើយតែយ៉ាវឈិនពេលនោះគាត់បាននិយាយថាក្នុងដំណើរលើកនេះមានកន្លែងជាច្រើនទៀតដែលចង់ទៅមើលខានមិនបានគឺដូច្នោះហើយព្រឹទ្ធាចារ្យយ៉ាវ៉ាន់ហួរក៏បាននិយាយថាអញ្ចឹងតាមចិត្តអ្នកទាំងអស់គ្នាចុះតែឮថាលោកអូនស៊ីយៀនឆ្លប់ឈ្នះជើងឯកប្រកួតស្លថ្នាំបើសិនជាអាចបង្ហាញសមត្ថភាពលើកនេះប្រហែលជាខ្លាចជាអ្នកចម្រាញ់ថ្នាំលេខ1ហើយមើលទៅឮដូច្នោះហើយស៊ីយៀនគាត់បានដាក់ខ្លួនលេខ1ខ្ញុំមិនហ៊ានទទួលទេប៉ុន្តែបើប្រើជំនាញចម្រាញ់ថ្នាំរបស់លោកគ្រូខ្ញុំបានបង្រៀនការសាកល្បងជាមួយអ្នកទាំងអស់គ្នាច្បាស់ជាល្អមិនខានតាចារ្យវ៉ាន់ហួរបាននិយាយថាអញ្ចឹងចាំមើលការសម្ដែងរបស់លោកអូនស៊ីយៀនហើយយ៉ាងណាអ្នកឈ្នះអាចស្នើសំណើមួយមកកាន់តកូលរបស់ខ្ញុំបានរួចហើយគាត់ក៏បានធ្វើដំណើរចាកចេញទៅហើយសាច់រឿងក៏បានស្លេះដល់ត្រឹមនេះអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ជាចុងក្រោយជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អរកស៊ីមានបានជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលា